នឹងឲ្យត្រង់ចំណុចនេះគេហៅថារង្វង់មូលទៅកាន់ផ្សារកំពង់ថ្មហើយខាងឆ្វេងនេះជាផ្លូវវាងផ្សារនឹងហើយបើយើងទៅត្រង់គឺទៅតាមផ្លូវចាស់ណាទៅតាមផ្លូវចាស់ដើម្បីទៅកាន់គេហៅថាផ្សារកំពង់ថ្មប៉ុន្តែវីដេអូថ្ងៃនេះគឺខ្ញុំគេហៅនាំបងប្អូនទៅដល់គេហៅភូមិមួយគេហៅភូមិកំពង់ស្ដេចណាភូមិកំពង់ស្ដេចហើយនឹងវត្តកំពង់ស្ដេចដូចគ្នាអញ្ចឹងយើងមកដល់ត្រង់ចំណុចនេះគឺផ្លូវបែកទៅខាងឆ្វេងគឺផ្លូវចាស់ដែលយើងធ្វើដំណើរទៅកាន់ខេត្តសៀមរាបក៏បានប៉ុន្តែទិសដៅរបស់ខ្ញុំដើម្បីទៅកាន់គោលដៅគេហៅថាភូមិកំពង់ស្ដេចនេះខ្ញុំបត់ស្ដាំនឹងខ្ញុំបត់ស្ដាំហើយឥឡូវនេះយើងកំពុងតែឆ្លងកាត់ផ្សារគេហៅថាផ្សារកំពង់ថ្មហ្នឹងហើយផ្សារដែលនៅជាប់នឹងដងផ្លូវនេះណាច្រើនតែលក់មើលខាងឆ្វេងក៏មានខាងស្ដាំក៏មានដែរបាទនេះគឺផ្សារកំពង់ថ្មហើយបាទទស្សនវិជ្ជាផ្សារកំពង់ថ្មអញ្ចឹងបើគិតពីផ្សារកំពង់ថ្មនេះទៅរហូតដល់ភូមិកំពង់ស្ដេចនេះគឺមានចម្ងាយប្រហែលជាថាជិត30គីឡូម៉ែត្រដែរឆ្ងាយគួរសមដែរតែខ្ញុំអត់ច្បាស់ណាលើគេប្រាប់ថាប្រហែលប៉ុណ្ណឹងក្នុងប្រហែលជា25គីឡូម៉ែត្រឬក៏ដល់30គីឡូម៉ែត្រណាឥឡូវបន្ថែមលបឿនមកដល់កន្លែងហៅចំមុខជ្រូកនេះហ្នឹងហើយមកដល់កន្លែងចំមុខជ្រូកនេះសូមបញ្ជាក់បងប្អូនចេះបើសិនជាបងប្អូនទៅត្រង់គឺបងប្អូនអាចធ្វើដំណើរទៅដល់ស្រុកចំការលើហើយបន្តទៅដល់ស្រុកតឹងត្រង់ក៏បានដែរឬមួយយើងកាត់ទៅគេហៅថាកំពង់ចាមក៏បានណាត្រង់គេហៅថាផ្លូវបំបែកត្រើយនឹងឯងហ្នឹងហើយប៉ុន្តែបើខាងឆ្វេងនេះគឺយើងធ្វើដំណើរទៅដល់ភ្នំជីទៅដល់ភ្នំជីឬក៏ឡើងទៅដល់គេហៅថាផ្លូវទៅកាន់ស្រអែមក៏បានដែរតែគាត់វាងឆ្ងាយណាវាងឆ្ងាយនឹងឥឡូវយើងមកដល់ផ្សារមួយទៀតហើយផ្សារហ្នឹងគេហៅថាផ្សារក្រវ៉ាហ្នឹងពាក្យថាក្រវ៉ាហ្នឹងគេសេកជើងរវមុខសិកតនស្អាតដែរណាគេថាផ្សារក្រវ៉ាបាទពាក្យហ្នឹងមួយយ៉ាងដែរអានេះគឺជាប៉ុស្តិ៍នគរបាលក្រវ៉ាហ្នឹងហើយបាទប៉ុស្តិ៍នគរបាលក្រវ៉ាអញ្ចឹងផ្សារហ្នឹងណាគឺមានលក់ណាទាំងខាងតាមដៃក៏មានខាងឆ្វេងដៃក៏មានហ្នឹងហើយទាំងពីរខាងគឺមានលក់ដូចគ្នាហើយអដៅកាលខ្ញុំទៅចំអដៅតរ៉េនហ្នឹងហើយអដៅតរ៉េនណានេះដីឡាននេះគឺឡានលក់តរ៉េនហ្នឹងទៅបោតរ៉េនហ្នឹងណាតរ៉េនកំពង់ចាមណាហ្នឹងហើយយើងបន្តដំណើរទៀតទៅយើងមកដល់កន្លែងមួយនេះគេហៅថាកន្លែងមួយចំកន្លែងកោងដែរកន្លែងសូមប្រយ័ត្នផងមកវាផ្លូវកោងណាហ្នឹងហើយផ្លូវកោងនេះកោងខ្លាំងដែរហ្នឹងអូអានេះគឺសាលាបឋមសិក្សាក្រវ៉ាហ្នឹងហើយមានលំមកដែរលំមកច្រើនគេដឹកអស់ដឹកអីលក់ណាហ្នឹងហើយយើងធ្វើដំណើរត្រង់អញ្ចឹងទៅបាទបន្ថែមលបឿនតិចឲ្យវាឆាប់ដល់នឹងឲ្យផ្លូវនេះក្នុងសភាពស្អាតដែរគឺផ្លូវដែលគេអ៊ុតកស៊ូស្អាតនេះឥឡូវយើងមកដល់ខ្លោងទ្វារគេហៅវត្តកំពង់ស្ដេចហ្នឹងហើយប៉ុន្តែឈ្មោះពិតប្រាកដគឺវត្តមុនីរាំងសីហៅវត្តកំពង់ស្ដេចនឹងឲ្យពាក់ព័ន្ធនឹងស្ដេចដែរណាអូខេអញ្ចឹងខ្លោងទ្វារនឹងចូលទៅប្រហែលជា3-4គីឡូដែរនេះមានផ្កាព្រៃមួយបងប្អូនណាស្គាល់ផ្កាព្រៃហ្នឹងខ្ញុំប្រាប់ផងខ្ញុំអត់ស្គាល់ទេតែឃើញស្អាតខ្ញុំចេះថតទៅហ្នឹងហើយឥឡូវចុះសំចតបន្តិចណាកន្លែងហៅថាវាស្រែវាស្រូវទិដ្ឋភាពស្អាតដែរហ្នឹងទេសភាពស្រស់ស្អាតដែរហើយពីដើមមកគេថាតំបន់នោះសម្បូរព្រៃប៉ុន្តែនេះប្រហែលជាគេកាប់ឆ្ការព្រៃនឹងធ្វើចការអស់ហើយឥឡូវណាចឹងដីសមកកន្លែងនេះគឺដីសគេអាចដាំដំណាំផ្សេងបានជាពិសេសឃើញគេសម្បូរដាំឲ្យហៅថាដំឡូងមីណាដំឡូងមីតែផ្លូវនៅក្រៅគ្រោះក្រហមនៅឡើយទេមកចូលទៅដល់វត្តកំពង់ស្ដេចហ្នឹងបាទសូមបញ្ជាក់ប៉ុណ្ណឹងបាទហើយនេះគឺជាបរិវេណវត្តមុនីរាំងសីហ្នឹងហើយហៅវត្តកំពង់ស្ដេចណានឹងឲ្យតាក់ទងពាក្យថាកំពង់ស្ដេចហ្នឹងខ្ញុំបានជួបមួយបងប្រុសម្នាក់ដែរគាត់នៅស្រុកហ្នឹងគាត់បានបញ្ជាក់ថាគេហៅថាកំពង់ស្ដេចនេះដោយសារតែមានប្រវត្តិស្ដេចនៅសម័យអង្គរឬក៏សម័យក្រោយអង្គរមកហ្នឹងគឺមានស្ដេចឬក៏ព្រះមហាក្សត្រខ្មែរយើងហ្នឹងយាងពីអង្គរមក
một đò cái lại cầm bông đắng có bèn hạ sát rồi có cái hạt bò và xem chlong tam cầm bông đắng ạ phải từng ní hay là từng chỉ nứt và chẳng đò cái lại sẽ chlong lại nó có cái hai là cầm bông sẽ từ đang ngày xong bị chẹt phần đắngហើយវីដេអូក្រោយចាំខ្ញុំថតទស្សនវិជ្ជាភូមិនឹងទាំងស្រុងឲ្យបងប្អូនបានទស្សនាម្ដងបាទសូមអរគុណ